mà chân thôi chứ mà ai mà em bạn thôiថ្ងៃនេះសង្វាក់អាំងចាយកមកញ៉ាំជាមួយនឹងទឹកកកឈូសបងប្អូនចាឆ្ងាញ់តិចបានសាច់ដូងខ្ចីទៀតបងប្អូនហើយចាគឺឆ្ងាញ់ញាក់តែម្ដងហើយត្រូវបានជាមួយនឹងសង្វាក់អាំងជាមួយនឹងទឹកជ្រលក់ទឹកត្រីផ្អែមបែបជូរហិលជាមួយនឹងលក់បែបស្រួយខ្ញោកទឹមដកចេញពីទូកកចេះទៀតណាបងប្អូនចាពីទូតិចមិនពីទូកកឲ្យបងប្អូនចាចេញពីទូទឹកកកមកចេះទៀតបងប្អូនហើយចាឆ្ងាញ់ស្លាប់តើងតែម្ដងពីអ្នកម៉ែកូននឹងហើយនិយាយទៅពីរឿងកូនស្រីខ្ញុំនេះចាឲ្យតែថាថតគឺតែងតែសុំចូលអែបតែរហូតនឹងបងប្អូនគឺគាត់ចូលចិត្តហើយកូនបងប្អូនណាខ្លះដោយកូនខ្ញុំឲ្យតែថាឃើញកាមេរ៉ាមិនបានទេគាត់នឹងគឺនិយាយថាពីចូលចិត្តខ្លាំងមែនតែម្ដងបងប្អូនដែលបានតលេងបាត់ដបងហើយហ្នឹងចាកុំភ្លេចឲ្យសោះជាមួយនឹងសង្វាក់អាំងណាយើងទិញយកមកដាក់ទូទុកញ៉ាំបានយូរណាបងប្អូនចង់ពេលណាអាំងញ៉ាំក៏បានដែរហើយឲ្យតែយើងមានទឹកជ្រលក់ធ្វើទុកក្នុងទូហើយស្រេចទៀតបងប្អូនហើយគឺស្រួលមែនតែលាតតែសង្វាក់អើយមកទៀតហើយចាថ្ងៃនេះគឺពំនាំមកជាមួយចង្សង្វាក់អាំងណាបងប្អូនចុះអាមិនហ្នឹងថ្ងៃហ្នឹងនិយាយចង់តខុសហ្នឹងណាបងប្អូនចាសង្វាក់បាត់ដំបងតែអ្វីដែលសំខាន់យកមកអាំងនៅភ្នំពេញហើយបងប្អូនថាមើលសង្វាក់អាំងឆ្ងាញ់នៅលើអ្វីគេដែរបងប្អូនខមមិនម្នាក់មួយមកថាតើសង្វាក់អាំងហ្នឹងគេឲ្យតម្លៃឆ្ងាញ់បំផុតនៅលើអ្វីគេបងប្អូនសម្រាប់ខ្ញុំវិញគឺខ្ញុំគិតថានៅលើទឹកជ្រលក់ហ្នឹងតែម្ដងបងប្អូនចាបើសិនជាទឹកជ្រលក់យើងធ្វើបែបជូរប្រៃផ្អែមហើយដាក់ម្ទេសបែបហិលទៀតណាបងប្អូនចាហើយលក់វាគឺមានជាមួយនឹងស្ពៃក្តោបបែបស្រួយមកបងប្អូនចាមានសាឡាត់ស្រួយសាឡាត់អីទៀតមកបងប្អូនអើយចាឆ្ងាញ់សាឡាត់តើងតែម្ដងមានជាមួយនឹងសាឡាត់ហើយនឹងស្ពៃក្តោបណាបងប្អូនតែរៀងរយបន្តិចហើយបងប្អូនអើយនៅម្ដុំខ្ញុំនេះឥឡូវយើងចាប់ផ្ដើមមកអានេះវារៀងមើលទៅរៀងដូចចង់ខ្លោចអញ្ចឹងណាអាំងតតែក្រៀមហ្មងណាឥឡូវបេះចេញឥឡូវសុំដាក់មួយម៉ាត់សិនដាក់មួយម៉ាត់រៀងធំបន្តិចមើលវាស្រួយរាវជីតាមបេះដូងបងប្អូនហើយបន្ទាប់មកគឺយើងដាក់ជាមួយនឹងស្អីគេពេញប៉ោះបន្តិចមកហើយបន្ទាប់មកកុំភ្លេចឲ្យសោះទឹកជ្រលក់នេះគឺខ្ញុំធ្វើកាលពីវីដេអូមុនណាបងប្អូនហើយសម្រាប់ទឹកជ្រលក់នេះខ្ញុំធ្វើទុកក្នុងទូបងប្អូនចាមានក្នុងទូស្រាប់ពេលដែលចង់ញ៉ាំគ្រាន់តែដាក់ការ៉ុតសណ្តែកដីហើយនឹងម្ទេសមកគឺយើងយកមកញ៉ាំបានតែម្ដងអត់មានប្របាអីទេបងប្អូនដាក់មើលអីចាតែវាស្រួយប៉ុណ្ណាអីចាជួលសម្រាប់សង្វាក់ហ្នឹងណាបងប្អូនចាបើសិនជាយើងខ្លះសេនលក់ឲ្យតិចស្រេបបែបនេះហើយយកមកញ៉ាំស្រួយខ្ញោកបែបនេះបងប្អូនហើយចាឆ្ងាញ់មែនតើហើយក្នុងវីដេអូនេះគឺខ្ញុំក៏មិនភ្លេចថ្លែងអំណរគុណចំពោះអ៊ីចេដែរចាឲ្យតែថាតលេងបាត់ដំបងជើងណាក៏ដោយគឺតែងតែទិញសង្វាក់យកមកផ្ញើអរគុណធំមែនតើឆ្នាំថ្មីជូនពរហេងចាមិនដឹងថាសង្វាក់ហ្នឹងយកទៅបំពងរសជាតិឆ្ងាញ់ដូចយើងអាំងអត់ចាំមើលលើក្រោយគឺខ្ញុំធ្វើជាមួយនឹងសង្វាក់បំពងហើយចាំខ្ញុំប្រាប់បងប្អូនថាតើរសជាតិឆ្ងាញ់ឬអត់អញ្ចឹងឬក៏ចាញ់ជាមួយនឹងសង្វាក់អាំងអីចាំខ្ញុំប្រាប់បងប្អូនថាមួយណាឆ្ងាញ់ជាងអញ្ចឹងណាហើយបងប្អូនតាមការពិតណាការឆ្ងាញ់គឺស្ថិតនៅលើមាត់អ្នកញ៉ាំហើយបងប្អូនគិតដូចខ្ញុំហ៎ថាការញ៉ាំគឺស្ថិតនៅលើមាត់អ្នកញ៉ាំពិតមែនណាចាហើយដូចខ្ញុំអញ្ចឹងចាបញ្ចូលសំឡេងមិនដែលមានថាស្ងៀមស្ងាត់ទេបងប្អូនហើយចាគឺឮសំឡេងអ៊ូអជានិច្ចតែម្ដងដោយសារតែខ្ញុំលក់ចាប់ពួយនៅផ្លូវខាងមុខណាបងប្អូនតែដោយសារតែហេតុជាអ្នកស្រឡាញ់ការងារធ្វើ MMO គេណាអញ្ចឹងក៏ធ្វើទៅពេលដែលបញ្ចូលសំឡេងភាគច្រើនគឺខ្ញុំបញ្ចូលនៅពេលថ្ងៃនៅពេលអីចឹងទៅពេលយប់អត់សូវមានពេលបានបញ្ចូលបងប្អូនសួរថាមិនអត់ពេលយប់រវល់ម៉េះដោយសារតែពេលថ្ងៃនឹងធ្វើការអស់កម្លាំងទៅហើយបងប្អូនយប់ឡើងគឺមានអារម្មណ៍ថាអស់កម្លាំងអស់ដៃអស់ជើងណាអញ្ចឹងថាអញ្ចឹងហើយតម្រេត4-5 នាទីសិនចាំងើបឡើងបញ្ចូលសំឡេងមានទេបងប្អូនហើយចាមានតែ4-5 នាទីណាដាក់ភ្លឹងចាម៉ោង1ម៉ោង2បាត់ទៅហើយងើបឡើងក៏បញ្ចូលសំឡេងមិនកើតដែរបើសិនជាងើបឡើងមកបញ្ចូលសំឡេងទាំងម៉ោង1ម៉ោង2ហ្នឹងគឺសំឡេងស្ដាប់អត់បានតែម្ដងហើយក៏អត់មានអីច្រើនដែរបងប្អូនចាថ្ងៃនេះគឺអរគុណសម្រាប់បងប្អូនទស្សនាចាជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អជួបគ្នានៅវីដេអូថ្មីបងប្អូនចាឆ្នាំថ្មីហេងទាំងអស់គ្នាបងប្អូនជម្រាបលាបាយបាយ